ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអៀតមេងស្រង់ហើយឥឡូវខ្ញុំធ្វើការ demo តាក់ទងមួយការប្រើប្រាស់ Py អញ្ចឹងលោកគ្រូឲ្យប្រើនៅ SA អញ្ចឹងខ្ញុំបានមក SA ហើយអញ្ចឹងដំបូងគេយើងសូ user នេះឈ្មោះរបស់ខ្ញុំហើយបន្ទាប់យើងសូ user ហើយយើងធ្វើការសាក list មើលចង់ដឹងវាមាន file អីខ្លះអញ្ចឹងទៅដើម្បីប្រើមួយការ list ពី head អីចឹងនេះជា file ដែលខ្ញុំមានអញ្ចឹងខ្ញុំចង់ list វាយកទៅ3ខាងលើអញ្ចឹងយើងធ្វើការវាយ ls lh អញ្ចឹង head នេះបានន័យថាយើង list រាប់ពីលើមកអញ្ចឹងយើងចង់យកពី head មកប៉ុន្មានអញ្ចឹងយើងដាក់3ចង់តែ3អញ្ចឹងយើងនឹងការ list វាមកចំនួន3ហើយបន្ទាប់ពី list ហើយយើងសាកធ្វើការបង្កើត file មួយដើម្បីចូលទៅ list នៅក្នុង file ហ្នឹងអញ្ចឹងខ្ញុំធ្វើការ touch តែ002 txt អញ្ចឹងខ្ញុំសូមធ្វើការចូលទៅកាន់ file ហ្នឹងអញ្ចឹងខ្ញុំដាក់តែ01 02 03 04ហើយសុខាដាក់ប៉ុណ្ណឹងទៅហើយយើង save អញ្ចឹងយើងសាកចូលទៅមើលក្នុង file ហ្នឹងតែ002អញ្ចឹងយើងឃើញថាយើងមានមាននៅក្នុងនោះមានតែ01តែ02អីចឹងទៅអញ្ចឹងយើងសាកធ្វើការបង្ហាញនៅ3 line ខាងលើនេះតែ01តែ02តែ03ហ្នឹងអញ្ចឹងយើងវាយ head n 3ដែលយើងlist វាមួយ number ដាក់ខាងមុខចឹងទៅអញ្ចឹងfile របស់យើងឈ្មោះតែ02 txt នេះអញ្ចឹងយើងនឹងឃើញfile របស់យើងមាន3អញ្ចឹងបើយើងចង់តេស្តវាខុសមកវិញយើងប្រើtil អញ្ចឹងយើងសាកវាយtil til .n ចឹងយើងនឹងរក543មកវិញចឹងវីដេអូមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ
ជំរាបសួរលោកគ្រូថ្ងៃហ្នឹងយើងនឹងធ្វើការ remote AWS EC2 អាសេតកម្ម SH ដោយសារតែខ្ញុំអត់មាន account ខ្លួនឯងអញ្ចឹងខ្ញុំប្រើ account របស់មិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងខ្ញុំសូមចូលទៅកាន់EC2 យើងយក EC2 មកតទៅពីយើងចូលមក EC2 ហើយយើងចុចline instance អញ្ចឹងដំបូងគេយើងធ្វើការដាក់ឈ្មោះនៅរបស់យើងអញ្ចឹងខ្ញុំសូមដាក់ su 30 admin ស្រុងEC2 តមកយើងចូលមកកន្លែង application and OA image នេះយើងយកUbuntu តមកកន្លែងនេះយើងរកអាណាដែលសិនទូចចឹងយើងយកលើនឹងហ្មងទៅ confirm បន្ទាប់ពីនឹងហើយយើងធ្វើការ create នៅយើងធ្វើការ create new key pair នេះមកចឹងខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំadmin ស្រុង key មកយើងចុច create and តមកទៅពីបង្កើតអាហ្នឹងហើយយើងចុចយក line instance នេះអញ្ចឹងយើងធ្វើការចាំវាអញ្ចឹងវា success ហើយចង់យើងចូលទៅកាន់ instance របស់វានេះហើយយើងចាំតវាដើរនេះឥឡូវវាដើរពេញហើយអញ្ចឹងយើងចុចចូលមកអាហ្នឹងដែលយើងបាន connect មិញហ្នឹងបន្ទាប់ពីយើងចុចចូលមកហើយយើងធ្វើការ connect វាហើយបន្ទាប់មកយើងយកមកSA client នេះមកហើយយើងធ្វើការ copy CH mode នេះហើយនឹងដើម្បីយកវាមកប្រើនៅក្នុងគេបាសរបស់យើងអញ្ចឹងយើងបើកគេបាសទៅមកយើងចឹងយើង copy អានេះមកទៅមកយើង copy SH yes
លើយើងចូលមកក្នុងធ្វើការ SA ចូលមកក្នុង YouTube ហើយអញ្ចឹងត្រង់គេយើង who am I មក pwd ហើយនឹងមួយទៀតhost name ហើយបន្ទាប់មកយើងធ្វើការ run នៅអីដែលគ្រូបានឲ្យយើង run មាន install 3 បើសិនជាយើងអត់ទាន់មានហើយនឹងធ្វើការបង្កើតនៅ folder អញ្ចឹងត្រង់គេខ្ញុំសូមចឹងខ្ញុំធ្វើការត្រង់គេខ្ញុំ install 3 អញ្ចឹង update version មក update មក upgrade sudo apt upgrade yes. បន្ទាប់ពី update ហើយ upgrade ហើយយើងទៅគេ install 3 សិន sudo install 3 តទៅពី install 3 ហើយយើងធ្វើការបង្កើត mkdir.p 001 02 3 4 010 ចឹងយើងសាក ត្រីមើលវាចឹងនេះទី01ដល់010ចឹងបន្ទាប់ពីបង្កើត folder ហើយយើង nano cp យើង create text សិន nano text.txt
nano activity ចឹងនៅក្នុងនេះយើងទៅសេCTEC Institute welcome ចុះបន្ទាត់មកយើងដាក់ថា SU 30 I am clever Linux student ថមួយទៀតមក I will try my best for learning តែមកយើង save វាទៅបន្ទាប់ពីបានបង្កើត text ហើយបន្ទាប់មកយើងធ្វើការ copy text file របស់យើងទៅកាន់ folder ចឹងយើង sudo cp text.txt 001 002 010 តមកយើង trimmer វាចឹងនេះ01 02 ដល់ 010 ហើយបន្ទាប់មកខ្ញុំធ្វើការ archive នៅ folder 001 ទៅជា SU30 TAR ចឹងយើង run TAR CVF SU30 .TAR 001 តមកយើង run comment បន្ទាប់ដើម្បី extract វាអញ្ចឹងsudo TAR .hvf SU30 .tar
បន្ទាប់ពី run យើងបាន extract វាហើយតបមកយើងធ្វើការ compress នៅ file ហ្នឹងចឹង tar.cvf su30.tar.gz su30.tar ប៉ុណ្ណឹងបន្ទាប់មកយើង extract វាយើង sudo .x vf su30.tar.gz បន្ទាប់មកខ្ញុំធ្វើការ save វាតែមុននឹង save ខ្ញុំធ្វើការ install នៅ zip សិន sudo apt install sudo sudo apt install sudo apt install zip yes តទៅពីយើងបាន install វាហើយយើង zip rv su30.zip 001 បន្ទាប់ពី zip ហើយយើងធ្វើការ unzip វាវិញណា unzip.rv su30.zip ចឹងវីដេអូយើងមានប៉ុណ្ណឹងជំរាបលាលោកគ្រូ
ជំរាបសួរលោកគ្រូថ្ងៃហ្នឹងយើងនឹងធ្វើការទាក់ទងជាមួយនឹង EC2 មួយ FTP server អញ្ចឹងខ្ញុំឲ្យមិត្តភ័ក្តិរបស់ខ្ញុំគាត់ create នៅ line instance ថ្មីដោយសារតែខ្ញុំអត់មាន account ចឹងបន្ទាប់ពីយើងរើ OS ហើយយើងធ្វើការបង្កើតនៅ new key pair មួយអញ្ចឹងគាត់បង្កើតkey pair ហ្នឹងហើយគាត់ send មកឲ្យខ្ញុំដើម្បីខ្ញុំយកមក SH នៅលើ Gitbash នៅក្នុង laptop របស់ខ្ញុំចឹងបន្ទាប់ពីយើងបង្កើត key pair ហ្នឹងហើយយើងធ្វើការបង្កើតនៅ security group ចឹងដោយសារគាត់បានបង្កើតហើយយើងយក own security group ហ្នឹងមកហើយយើងដាក់ 20G ដូចគ្រូដែរចឹងបន្ទាប់ពីបានប៉ុណ្្នឹងហើយយើងឡាញវា instance ធម្មតាមកចឹងបន្ទាប់ពីវាដើរហើយown security group ហ្នឹងជួយយើងចូលមក instance ហ្នឹងដែរមកយើងចាំឲ្យនឹងវាដើរដែរហើយបន្ទាប់មកខ្ញុំទៅ down file perm ដែលគាត់បានផ្ញើមកក្នុង Telegram របស់ខ្ញុំហ្នឹងយកវាទៅទុកក្នុង drive D ហើយខ្ញុំធ្វើការបង្កើតនៅ folder មួយដាក់វាឈ្មោះ FTP server ហ្នឹងទៅហើយបន្ទាប់មកខ្ញុំចូលទៅកាន់ folder FTP server ហ្នឹងហើយខ្ញុំធ្វើការបើក Gitbash នៅក្នុង folder ហ្នឹងដែលវាមាន file perm បន្ទាប់មកខ្ញុំទៅ copy CH mode ដែលមិត្តភក្តិខ្ញុំគាត់បានផ្ញើមកតាម Telegram ហ្នឹងយកវាមក run នៅក្នុងហ្នឹងបន្ទាប់ពីយើង run CH mode ហ្នឹងហើយយើងត្រូវ run SH ដើម្បី SH វាពី Gitbash ហ្នឹងទៅកាន់ server ហ្នឹងជាកន្លែងនេះយើងយក yes មកចឹងឥឡូវយើងចូលមកដល់ក្នុង Yum2 ហើយ
តមកយើងធ្វើការupdate វាសិនបន្ទាប់ពីយើងបាន update វាហើយយើងធ្វើការនៅinstall នៅVF TPD ហ្នឹងបន្ទាប់មកយើងធ្វើការ CD ទៅ etc ហើយបន្ទាប់មកយើង ls វាយើង grab វាចឹងឃើញថាយើងមានvsftpd.config ហ្នឹងហើយបន្ទាប់មកយើង sudo cp vsftpd.config ហ្នឹងហើយបន្ទាប់មកយើងនឹងកើត ls វាមើលចឹងយើងឃើញថាវាមាននេះចឹងបន្ទាប់មកយើងធ្វើការ sudo nano ចូលទៅកាន់file ហ្នឹងបន្ទាប់ពីយើងចូលមកដល់file ហ្នឹងហើយយើងធ្វើការទៅenable នៅ file ដែលលោកគ្រូបានប្រាប់ហ្នឹងចឹងទីមួយយើងហៅមើលfile មួយឈ្មោះrai enable ហ្នឹងយើងបើកវាទៅ yes ទៅយើងម្ដងក្រោមយើងហៅមើលកន្លែង ch root យើងធ្វើការ enable វាដែរហើយបន្ទាប់មកយើង add line ថ្មីមួយទៀតគឺ allow reliable ch root ហ្នឹង yes ហើយបន្ទាប់មកយើងផាសនៅ3 line ខាងក្រោមនេះមួយទៀតបន្ទាប់មកយើងធ្វើការ save វាបន្ទាប់ពីយើងបាន save វាហើយយើងធ្វើការ restart នៅ system ហ្នឹងសិនអញ្ចឹងយើងវាយ system ctl restart vsftpd check នៅ status វាម្ដងអញ្ចឹងយើងឃើញថាវា active ហើយបន្ទាប់មកយើងទៅធ្វើការ install នៅ Filezilla ដែលលោកគ្រូបានឲ្យ install ហ្នឹង
ចឹងយើងធ្វើការ finish វាមកយើងចូលមកដល់ក្នុងFazla ហ្នឹងឯងចឹងតមកយើងចូលទៅកាន់ Site Manager តមកយើងធ្វើការបង្កើតនៅ New Site ហើយយើងធ្វើការដាក់ឈ្មោះឲ្យវាFTP server ហើយបន្ទាប់មកកន្លែង protocol យើងរើយក SSH ហើយបន្ទាប់មកយើងធ្វើការដាក់ host name ហោះឲ្យវាអញ្ចឹងខ្ញុំទៅ copy host ដែលមិត្តភក្តិខ្ញុំគាត់បាន send មកហ្នឹងអញ្ចឹងយើងធ្វើការដាក់ host ឲ្យវាហើយនេះយើងយក key file ហើយបន្ទាប់មក user យើងចូលមក check មក who am I អញ្ចឹងឈ្មោះ Ubuntu ហ្នឹងយើងយកហ្នឹងទៅដាក់នៅកន្លែង name user ហ្នឹងហើយកន្លែង key file នេះគឺយើង browse មកកន្លែង file ដែលយើងបាន download វាពីដំបូងគឺមិត្តភក្តិរបស់ខ្ញុំគាត់បានផ្ញើមកហ្នឹងអញ្ចឹងខ្ញុំដាក់នៅក្នុង download ហើយយើងបង្កើតនៅ folder មួយហើយយើងយកpm file ហ្នឹងមកអញ្ចឹងបន្ទាប់យើងបានដាក់ហើយយើងធ្វើការ connect វាលើ VR ខ្ញុំចូលទៅ Site Manager សារថ្មីហើយខ្ញុំរើយក SSH ហើយយក key file ខ្ញុំដាក់ឈ្មោះ user ហើយនឹង browse ទៅកាន់ key file ផើមហ្នឹងជាងយើង connect វាសារថ្មីអញ្ចឹងវា connecting ឯងចឹងបន្ទាប់មកយើងធ្វើការបង្កើតនៅ new directory ឲ្យវាមួយចឹងខ្ញុំដាក់ឈ្មោះ FTP client ហើយយើងបង្កើតនៅ file មួយដាក់ឈ្មោះ learning.txt បន្ទាប់ពីបានប៉ុណ្ណឹងហើយយើងសាកចូលមកក្នុងវាបារបស់យើងហើយយើងត្រូវការ check មើលថាតើមាន file មិញហ្នឹងអត់អញ្ចឹងយើងឲ្យទេយើងឃើញថាយើងមាន folder មួយឈ្មោះ FTP client ហ្នឹងហើយយើង cd ទៅកាន់ FTP client ហ្នឹងទៅហើយយើងបើកមើលទៅយើងឃើញថាមាន learning.txt អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ